បងប្អូនទាំងគ្នាយើងស្វាគមន៍មកកាន់កម្មវិធីហាងឆេងមាសអន្តរជាតិសម្រាប់ថ្ងៃទី10ខែតុលាឆ្នាំ2025អញ្ចឹងយើងឃើញថាមាសកាលពីម្សិលមិញនេះគឺមានការធ្លាក់ចុះខ្លាំងមែនទែនតាំងពីខែ8មកមានតែយប់ពីម្សិលមិញទេដែលធ្លាក់ខ្លាំងអញ្ចឹងពីម្សិលទីផ្សារមាសបានឡើងទៅចោល resistance តំបន់$4055ក្នុង1អោនដែលស្មើប្រហែលនឹងតម្លៃស្រុកខ្មែរគឺ$4880ក្នុង1តម្លឹងអញ្ចឹងជាក់ស្ដែងមាសក៏បានធ្លាក់ចុះមកដល់ជាង$100ក្នុង1អោនដែលមកដល់តំបន់$3945ក្នុង1អោនដែលស្មើនឹងប្រហែលនឹងតម្លៃ$4750ក្នុង1តម្លឹងមាសនៅស្រុកខ្មែរបាទអញ្ចឹងឥឡូវមាសក៏កំពុងតែបន្តធ្លាក់ចុះមកដល់តំបន់$3955អញ្ចឹងឥឡូវការធ្លាក់ចុះនេះគឺមូលហេតុមកពីក្រុម Hamas នៅប៉ាឡេស្ទីនបាទឬក៏តំបន់ Gaza ទទួលយកបទឈប់បាញ់ជាអចិន្ត្រៃយ៍ជាមួយនឹងលោក Donald Trump សហរដ្ឋអាមេរិកក៏ដូចជាអ៊ីស្រាអែលដូច្នេះហើយបានជាធ្វើឲ្យមាសចុះនិងហេតុផលមួយទៀតគឺដោយសារតែមាសវាឡើងថ្លៃពេកអញ្ចឹងអ្នកដែលបានទិញមាសកាលពីក្រោមមកនេះគេនាំគ្នាលក់មាសចេញដើម្បីយកផលចំណេញអញ្ចឹងគេនឹងចាំទិញម្ដងទៀតនៅពេលដែលទីផ្សារ retracement ចុះធ្លាក់មកតម្លៃល្អគេនឹងធ្វើការទិញម្ដងទៀតពីព្រោះតម្លៃ4000ជាងនេះគឺវាជាតម្លៃខ្ពស់បំផុតហើយសម្រាប់មាសនៅក្នុងប្រវត្តិសាស្ត្ររបស់មាសបាទអញ្ចឹងការជួញដូរថ្ងៃនេះយើងមានទាំង buy មានទាំង sell ខុសពីការពីដើមសប្តាហ៍យើងមានតែ buy ទេតែថ្ងៃនេះយើងឃើញថាបច្ចេកទេសវាចាប់ផ្ដើមបង្កើត double top 2ដងហើយក៏មាន neck line មួយហើយនឹង support យើងមានស្រាប់ហើយអញ្ចឹងថ្ងៃនេះយើងមានទាំង buy មានទាំង sell តែម្ដងអញ្ចឹងតំបន់ sell ទី1ដែលយើងឃើញថាទីផ្សារអាច sell បានគឺនៅ neck line នៅ double top តែម្ដងគឺតំបន់4000និងតំបន់4010គុតអញ្ចឹងក្នុងករណីឡើងទៅដល់តំបន់នេះបងប្អូនអាចរងចាំលក់បានប៉ុន្តែបើមាន bearish មួយនៅលើ time frame 15នាទីចាំបងប្អូនលក់បាទនិងតំបន់ចុងក្រោយគឺតំបន់ sell ដូចគ្នាគឺ4050ទៅកាន់តំបន់4055ដែលជា resistance កាលពីម្សិលនិងម្សិលមួយថ្ងៃដែលផ្សារបានឡើងទៅដល់ហើយបកចុះចំនួន2ដងអញ្ចឹងបងប្អូនអាច sell នៅតំបន់នេះបានដូចគ្នាអញ្ចឹងមាន2តំបន់ហើយចំណែកតំបន់ទិញក៏មាន2តំបន់ដែរបើទោះបីជាមាសមានការចុះ$100ជាងអោនក៏ពិតមែននៅលើ time frame 4ម៉ោងគឺនៅ uptrend ឡើយទេ1ម៉ោងវាចាប់ផ្ដើមមាន reversal ប៉ុន្តែ4ម៉ោងអត់ទាន់ទេអញ្ចឹងតំបន់ទិញទី1នៅ support ចាស់គឺនៅតំបន់3930ទៅកាន់តំបន់3920គុតបងប្អូនអាចចាំទិញបានវា symmetry ជាមួយនឹងតំបន់ trend line តែម្ដងណានិងតំបន់ចុងក្រោយទី2គឺនៅតំបន់3900ទៅកាន់តំបន់$3890ក្នុង1អោនដែលស្មើនឹង$10សម្រៀល$10បងប្អូនអាចចាំទិញបានដូចគ្នាអញ្ចឹងក្នុងករណីដែលមាសចុះមកដល់តំបន់នេះបងប្អូនអាចចាំទិញឡើងបានហើយខ្ញុំគិតថាអ្នកវិនិយោគលើពិភពលោកក៏គេអាចនឹងចាំទិញតំបន់នេះច្រើនដែរនៅតំបន់3900នេះឯងពីព្រោះវាជាតម្លៃល្អនៅក្នុងការទិញមាសឡើងបន្តបន្ថែមទៀតអូខេអញ្ចឹងបច្ចេកទេសរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងជូនពរបងប្អូនទាំងអស់គ្នាឲ្យចូលជួយដូរក្នុងទីផ្សារទទួលបានផលចំណេញគ្រប់គ្នា